วิธีផ្ទេរធុងថ្មីឲ្យមេបាដង្កូវបងប្អូនយើងកាលណាយើងមើលឃើញកូនដង្កូវតែរោមស៊ីចំណីបែបនេះគឺយើងដល់ពេលដែលត្រូវតម្លាក់បដូរមេវាចេញណាបងប្អូនបងប្អូនឃើញវាដែរឃើញដង្កូវពេញហ្នឹងអាហ្នឹងគឺជាដំណាក់កាលតម្លាក់កូនវាចេញឲ្យពួកកូននៅដាស់ពេញហ្នឹងបងប្អូនឃើញទេបើយើងថតរៀងនិតចឹងវាអត់ទៅឲ្យពលឺហ្មងទេបាទខ្ញុំបើកពលឺទៅចាបងប្អូនឃើញដង្កូវនេះទៅកូនដង្កូវនេះចឹងជាធុងមួយដែលយើងត្រៀមនឹងតម្លាក់មេវាចេញណាបងប្អូនមេទៅចាប់ចេញថ្ងៃនេះចង់នាំបងប្អូនមកមើលវិធីតម្លាក់កូនដង្កូវដែលទើបញាស់បាទមកគឺយើងមើលដង្កូវកាលណាយើងវាទៅឃើញកូនដង្កូវបែបនេះវាត្រូវតម្លាក់ឲ្យបងប្អូនថាពិតដង្កូវនេះវាចង់ជ្រុលតិចមកវារៀងធំតិចហើយតែទុកយូរពេកអញ្ចឹងមេវាពងមកវាកូននោះដែលចេះស៊ីគឺវាស៊ីពងនេះវាបាត់ហើយអញ្ចឹងអានេះវារៀងចង់ជ្រុលតិចយ៉ាងទៅហើយយើងចាប់មេវាចេញទៅហើយបងប្អូនឃើញថាមេដែលងាប់ហ្នឹងគឺបានតែវាពកអស់កាលណាវាពកអស់គឺកូនញាស់អស់ហើយគឺមេនឹងងាប់ដល់ខ្លួនឯងមកមិនដល់អាយុវាតែពកអស់វាងាប់ហើយមេលែងនៅទៀតហើយបើឈ្មោលអាចនៅតែបើមេកាលណាពកអស់គឺត្រូវតែដល់ថ្ងៃអបសានរបស់វាមកហើយបងប្អូនឃើញតែវាងាប់ដេកដាស់ពេញហ្នឹងហើយតកើក៏ច្រើនដែរអញ្ចឹងយើងចាប់មេវាដាក់ទៅក្នុងធុងមួយសិនទៅឬក៏បងប្អូនមិនចង់ធ្វើបែបនេះយើងអាចមានកធុនថ្មីមួយដាក់ចំណីកូនមន់ឲ្យហើយមកហើយចាប់មេវាផ្ទេរដាក់ខាងនោះក៏បានហើយតបមកយើងរើសរើសបន្ថែមទៅគេថារើសអញ្ចឹងរើសបន្ថែមហើយនិយាយរួមតកើនៅក្នុងធុងចាននេះបងប្អូនយកល្អកុំកូរវាគឺថាខ្ញុំក៏វានេះដោយសារតកើនេះវាច្រើនណាស់ហើយចឹងអត់មានប្រងអសល់ទេព្រោះអាចជាចង់អាចមេកូនតកើនេះវាស៊ីអស់ហើយតែបើវាទៅតូចជាងនេះយកល្អយើងកុំយកដៃវាព្រោះមិនបានអត់នឹងឲ្យវាបើក្នុងវាមានប្រងអសល់កណាពងវាមិនទាន់ញាស់ហើយយើងយកដៃទៅវាអាចខូចពងនៅសល់ក្នុងចំណីហ្នឹងចឹងធុងចានគឺយកល្អគ្រាន់តែចាប់មេវាចេញហើយឬអាមេងាប់ចេញហើយទុកវានៅដដែលអត់ប៉ះពាល់ទេគឺគុំយកដៃទៅវាគឺអាចវាតែមេទេអាមេងាប់ចេញអាចវាចឹងយកចោលបានប៉ុន្តែគុំយកដៃទៅខ្វះទៅវាក្នុងចំណីមន់ហ្នឹងតែដៃទៅវាចំណីមន់គឺពងដែលនៅសល់វាអាចអន្តរាយតាមការវាដៃរបស់យើងហ្នឹងអញ្ចឹងការដាក់តកើហ្នឹងគឺយ៉ាប់ប្រយែងទី1កុំឲ្យតកើធំជ្រុលតែធំជ្រុលមេវានឹងពងមកអត់សល់ទេគឺអាកូនវាអាចរៀបច្បោនេះគឺស៊ីអាបងប្អូនវាទៅពងវាស៊ីហើយទី2កាលណាវាធំពេកអញ្ចឹងវានាំឲ្យពិបាកក្នុងយើងដាក់ប៉ុន្តែនៅល្មមវាអាចដាក់បានតែធំជាងទៀតអានឹងគឺតែពិបាកអញ្ចឹងមេនោះទៅចាប់សម្អាតចឹងមកហើយយើងក៏វាទៅតែមេខាងលើចេញទៅក៏វាចំណៃវាបាទចុងក្រោយយើងចាប់យកមេដែលផ្ទេរចេញពីធុងចាស់មកដាក់ធុងថ្មីមួយទៀតរួចយកក្រដាសពងមាន់ថ្មីមកគ្របឲ្យវាដូចដើមហើយទុកវា3អាទិត្យទៀត